ភាគីណាផ្ទុះអាវុធមុនសិនដេចថាបតីហ៊ុនម៉ាណែតចង់ឲ្យអាមេរិកនិងម៉ាឡេស៊ីទៀងទាត់ជាមួយរូបភាពកែរណបតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសិនដេចថាបតីហ៊ុនម៉ាណែតបានលើកឡើងថាចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រឆាំងជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពកែរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីទៀងទាត់ថាតើភាគីណាបាញ់មុនសម្ដេចថាបតីបានបញ្ជាក់ថាវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានដំណាលភាពបំផុតក្នុងការទៀងទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការទន្ទឹមគ្នានេះសម្ដេចថាបតីក៏បានថ្លែងអំណរគុណលោកទាំងពីរចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រេចបាននៅសន្តិភាពយូរអង្វែងរវាងប្រទេសកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅចំហក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ